ស្អីទាំងអស់គ្នាចឹងបាត់មុខហ៊ីងយូហ្នឹងហើយខ្ញុំខ្លាចធ្វើយូតែអីថ្ងៃនេះគឺខ្ញុំមកអានរឿងដែលគ្នាយើងគឺគាត់បាន submit ឲ្យខ្ញុំចឹងរឿងថ្ងៃនេះគឺមានទាំងអង់គ្លេសទាំងខ្មែរចឹងឥឡូវគឺវីដេអូនេះគឺខ្ញុំនឹងនិយាយខ្មែរហើយមានរឿងដែលគ្នាយើងគឺ submit មកច្រើនចាំមើលខ្ញុំមានទឹកមាត់អានបានប្រហែលរឿងហ្នឹងហើយហើយបើសិនជាអ្នកនរគ្នាចង់ submit រឿងរបស់អ្នកនរគ្នាគឺអាចចុច link នៅក្នុង description box របស់ខ្ញុំបានហើយអាចទៅសេចឹងឥឡូវគឺយើងចូលរឿងដំបូងហ្មងដោយសារតែមានរឿងច្រើនទៅអានHello បងខ្ញុំមានរឿងក្នុងចិត្តចង់និយាយហើយចង់ឲ្យបងផ្ដល់មតិខ្ញុំភេទស្រីអាយុ17ឆ្នាំខ្ញុំរៀនថ្នាក់ទី12ខ្ញុំមានបងប្អូន3នាក់ខ្ញុំគឺជាកូនបងនៅក្នុងគ្រួសារហើយគ្រួសារខ្ញុំគឺមានសមាជិក7នាក់ខ្ញុំប្អូនខ្ញុំម៉ាក់ប៉ាយាយតាម៉ាក់ខ្ញុំគឺជាមនុស្សដែលរឹងតឹងពូកែរអ៊ូច្រើនខ្ញុំហើយគាត់គឺតែងតែឆ្លោះគ្នារហូតហើយប៉ាខ្ញុំគឺជាមនុស្សដែលស្ងាត់ស្ងៀមអត់សូវនិយាយច្រើនខ្ញុំហើយនឹងប៉ាខ្ញុំមិនជិតស្និទ្ធគ្នាទេនិយាយគ្នាតែពេលដែលគាត់ប្រើទេចំណែកម៉ាក់យាយខ្ញុំគឺជាមនុស្សកាចហើយចង់បានអ្វីដែលល្អខ្លាំងអាចនិយាយបានថាលើសគេបានគាត់ពេញចិត្តខ្ញុំមិនដឹងថាមកពីខ្ញុំឬក៏មកពីអីនោះទេទោះខ្ញុំខំប្រឹងធ្វើមិនក៏អត់ពេញចិត្តពួកគាត់ដែរកាលពីខែ9ឆ្នាំ2024ខ្ញុំបានប្រឡង presentation នៅសាលាអង់គ្លេសខ្ញុំទទួលបានលេខ1កាលនោះគឺខ្ញុំសប្បាយចិត្តណាស់ហើយខំរំពឹងថាអ្នកផ្ទះគឺនឹងសរសើរហើយមានមោទនភាពលើខ្ញុំព្រោះវាជាលើកដំបូងដែលខ្ញុំបានឡើងនិយាយជាសាធារណៈលើឆាកតែពេលខ្ញុំដល់ផ្ទះខ្ញុំប្រាប់ពួកគាត់ឲ្យ certificate សញ្ញាបត្របានសរសើរទៅពួកគាត់មើលពួកគាត់មិនបានសរសើរឬសប្បាយចិត្តជាមួយខ្ញុំទេគាត់និយាយថាយក certificate ហ្នឹងមកធ្វើអីបានស៊ីស្មានតែជាប់បាន discount លើថ្លៃសិក្សាខ្ញុំស្ដាប់ហើយទប់ទឹកភ្នែកមិនចង់បានខ្ញុំខំណាស់តស៊ូណាស់ខំប្រកួតពីវគ្គ1ដល់វគ្គ1ដើម្បីទទួលបានលេខ1គាត់និយាយមកធ្វើដូចធម្មតាធ្វើដូចអត់ន័យហើយការប្រកួតនោះគេបានឲ្យកាដូលើកទឹកចិត្តបន្តិចបន្តួចតែមានដូចជាសម្ភារៈសិក្សាប្អូនខ្ញុំឃើញក៏សុំបិទខ្ញុំមួយប៉ុន្តែខ្ញុំមិនឲ្យព្រោះវាជាកាដូដែលខ្ញុំខំប្រឹងប្រកួតម៉ាក់ខ្ញុំហើយនឹងយាយខ្ញុំគាត់ឃើញអញ្ចឹងក៏និយាយថាឲ្យប្អូនទៅមកអាសម្បត្តិត្រឹមបិចសោះខ្ញុំមិនព្រមឲ្យហើយខ្ញុំក៏បានឆ្លោះជាមួយនឹងគាត់ទៀតពេលនោះគឺខ្ញុំអន់ចិត្តណាស់ខ្ញុំខំរំពឹងថាគាត់សប្បាយចិត្តគាត់មានមោទនភាពលើខ្ញុំតែប្រែទៅជាជំនួសទៅវិញហើយកាលពីថ្មីនេះគឺខ្ញុំបានឡើងប្រកួត public speaking នៅសាលាខ្ញុំទទួលបានមេដាយប្រាក់លេខ2 with part time ខ្ញុំសប្បាយចិត្តណាស់ដដែលគឺខ្ញុំរំពឹងថាអ្នកផ្ទះខ្ញុំគឺនឹងសប្បាយចិត្តប៉ុន្តែម៉ាក់យាយខ្ញុំគឺគាត់បាននិយាយថាយកលេខ2មកខ្មាស់គេណាស់ឮតន្ទិញរហូតតែបានលេខ2ម៉ាក់ប៉ាខ្ញុំវិញមិនតឹងនិយាយលើកទឹកចិត្តខ្ញុំទេម្នាក់សួរតែរឿង discount ថាយកមេដាយហ្នឹងមកធ្វើអីអត់បាន discount ផងខ្ញុំឮហើយហួសចិត្តនិងខកចិត្តណាស់ហើយពី3ថ្ងៃមុនខ្ញុំក៏បានទៅប្រកួត public speaking again but with full time ខ្ញុំទទួលបានលេខ3អ្នកផ្ទះខ្ញុំឃើញហើយនិយាយថាខំយូរទៅខ្សោយទៅតាំងពីលេខ1ដល់លេខ3អត់ប្រយោជន៍ឈឺណាស់បងអើយខំទាំងយប់ទាំងថ្ងៃដើម្បីបានពាក្យអត់ប្រយោជន៍មិនដឹងនិយាយយ៉ាងម៉េចមានតែដើរចេញបងអើយខ្ញុំខំណាស់ឈឺណាស់ខ្ញុំមិនដែលឈឺចាប់រឿងអ្វីដូចរឿងនេះទេដឹងហើយឮហើយថាមិនបានពាក្យសរសើរតែងតែរំពឹងហើយខកចិត្តខ្ញុំចំណាយម៉ាក់ប៉ាគេណាស់ខ្ញុំឃើញមិត្តភ័ក្តិគេធ្លាក់ទេម៉ាក់ប៉ាគេនៅតែញញឹមហើយសរសើរកូនគេមិនដាច់ពីមាត់ខុសអីតែខ្ញុំជាប់ហើយបានតែទឹកភ្នែកហើយខ្ញុំរៀនទី12ហើយបងប៉ុន្តែពួកគាត់បិទសិទ្ធខ្ញុំមិនឲ្យទៅដើរលេងខ្ញុំទៅដើរលេងដល់តែលួចបើគាត់ដឹងថាហាច់ទៅណាទៀតហើយគាត់និយាយពាក្យទៀតហើយមើលតែខ្ញុំនឹងដើរលេងរាល់ថ្ងៃខ្ញុំ2-3ខែដើរលេងម្ដងគាត់និយាយសិតតែហាច់ទៅណាទៀតហើយខ្ញុំឆ្ងល់ណាស់ថាទង្វើគាត់ធ្វើមកលើខ្ញុំនឹងមកពីអ្វីហើយជាចុងក្រោយគឺខ្ញុំសូមអរគុណបងដែលចំណាយពេលអានរឿងរបស់ខ្ញុំហើយនិយាយទៅរឿងនេះវាមានរឿងច្រើនតែចង់ប្រាប់ថាមានម៉ាក់ប៉ាច្រើនណាស់គឺគាត់មានអត្តចរិតបែបហ្នឹងហើយអញ្ចឹងវាជាអត្តចរិតមួយដែលពិបាកទឹកចិត្តកូនខ្លាំងមែនតើពេលធ្វើអញ្ចឹងណាឃើញតាមមើលទៅសឹងតែថាអូនទៅប្រកួតប្រជែងនិយាយសាធារណៈអីចឹងគឺគាត់អត់ទាំងចូលរួមទៀតត្រូវអត់ភាគធម្មតាម៉ាក់ប៉ាគឺគាត់ចូលរួមដោយសារតែចង់ឃើញកូនឡើងឆាកនិយាយអីចឹងទៅប៉ុន្តែនេះមើលទៅគាត់ទាំងអត់ទាំងចូលរួមហើយគាត់និយាយពាក្យបន្ទោសផ្អាប់ចឹងទៀតចឹងវាជា
បងយល់ដែរអូនមានអារម្មណ៍មួយថាអន់ចិត្តអីចឹងណាពេលនិយាយទៅលើរឿងហ្នឹងអ្នកខ្លះគឺគាត់អត់ជឿប៉ុន្តែសុំនិយាយហ្មងគឺម៉ាក់ប៉ាខ្លះគឺមានចរិតមួយគឺចំណែនកូននិយាយចាម៉ែឪគឺមានពីរប្រភេទមួយគឺគាត់ខំប្រឹងប្រែងហៅលុយគាត់ខំទៅជួយលើកទឹកចិត្តកូនខ្លាំងមែនតើដោយសារអីគាត់អត់ចង់ឲ្យកូនគាត់ហ្នឹងវេទនាដូចគាត់ទេប៉ុន្តែម៉ែឪមួយទៀតណាគឺអត់ចង់ឲ្យកូនបានសុខទេគឺគាត់ធ្លាប់ឆ្លងកាត់រឿងវេទនាបែបណាគឺត្រូវតែឲ្យកូននឹងភ្លក់វេទនាបែបហ្នឹងដែរដោយសារអីគាត់គិតថាកូនកុំបានស្រួលពេកអ្វីដែលគាត់ឆ្លងកាត់គឺត្រូវតែឈឺចាប់ជាមួយគាត់ចឹងពេលខ្លះគាត់ឃើញយើងជោគជ័យទៅលើរឿងអីមួយទៅគឺគាត់អត់សប្បាយចិត្តទេគាត់ចង់ទាញយើងទម្លាក់ទឹកមួយគាត់ហ្មងដោយសារវាកើតចេញពីអារម្មណ៍មួយដែរចំណែនវាពិបាកទៀតដោយសារអីវាគេហៅថាជា generational trauma ដល់ពេលចឹងទៅគឺវាប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍របស់អូនខ្លាំងមែនតើតួអូនខំផឹងផែងអត់មានពាក្យលើកទឹកចិត្តទេបែរជាស្ដីឲ្យទីខ discount ទីអីផ្សេងចឹងណាប៉ុន្តែបងនិយាយនេះគឺមិនមែនចង់ឲ្យអូននឹងមានអារម្មណ៍មួយស្អប់ម៉ាក់ប៉ាអញ្ចឹងទេអត់ទេហ្នឹងហើយនេះគឺជាធ្វើមិនអត្តចរិតមនុស្សចឹងមានតែក្នុងនាមយើងជាកូនគឺយើងមានតែអារម្មណ៍មួយគឺយើងកុំយកតម្រាប់តាមពួកគាត់តែប៉ុណ្្នឹងឯងហ្នឹងហើយចឹងថ្ងៃមុខទៅយើងមានកូនមានអីយើងកុំធ្វើតាមគាត់តែប៉ុណ្្នឹងឯងហ្នឹងហើយដោយសារយើងដឹងថាអារម្មណ៍ហ្នឹងគឺបែបណាប៉ុន្តែបងសុំនិយាយពាក្យលើកទឹកចិត្តទៅអូនមួយបងពីមុនឡើយក៏បងជា presenter ដែរបងចូលចិត្តនិយាយជាសាធារណៈឲ្យតែកម្មវិធីនៅសាលាអីចឹងគឺបងចូលរួមរហូតមិនថាលេខ1លេខ2លេខ3គឺបងធ្លាប់ជាប់ទាំងអស់ហ្នឹងហើយធ្លាប់ទាំងធ្លាក់ទៀតចឹងនេះគឺអ្វីបងចង់និយាយបងមកនិយាយធ្វើវីដេអូបង្កើតជាមាតិកានេះបានគឺដោយសារតែបទពិសោធន៍ដែលបងធ្លាប់និយាយជាសាធារណៈនៅតាមស្ថានហ្នឹងឯងចូលរួមប្រកួតចូលអីហ្នឹងចឹងហើយបងអាចនិយាយបានចឹងអូនមើលសំបីវីដេអូដែលបងធ្វើចាស់មកវានិយាយមកគឺអត់តំណងមែនដោយសារតែយើងតំចាប់ផ្ដើមធ្វើប៉ុន្តែបងអាចកែសម្រួលអត្តចរិតនឹងបានក្នុងរយៈពេលខ្លីបងអាចនិយាយទៅរលូនបាននិយាយជា content ទៅរលូនបានដោយសារតែបងមានបទពិសោធន៍ធ្លាប់ជា presenter នឹងឯងមកចង់ឲ្យអូនមានអារម្មណ៍មួយបាក់ទឹកចិត្តទេដោយសារថ្ងៃមួយទៅយើងនឹងប្រើប្រាស់ skill មួយហ្នឹងអញ្ចឹងយើងចូលរួមចោះទោះបានលេខណាក៏ដោយយើងចូលរួមដើម្បីបទពិសោធន៍ខ្លួនឯងយើងកុំធ្វើដើម្បីពួកគាត់ហ្នឹងហើយយើងធ្វើដើម្បីខ្លួនឯងបងក៏ track on ហ្នឹងហើយអបអរសាទរទៅលើទោះអូនបានលេខណាក៏ដោយលេខ1លេខ2លេខ3គឺបងអបអរសាទរទៅលើការខិតខំប្រឹងប្រែងរបស់អូនអូខេ keep up fighting ហើយបងជឿថាមានអ្នកដែលគាត់មានម៉ាក់ប៉ាបែបហ្នឹងច្រើនហ្នឹងហើយចឹងបើសិនជាអ្នកដែលគាត់កំពុងតែមើលខ្ញុំមានមតិអីអាចជួយលើកទឹកចិត្តគាត់បានគឺអាច comment បានហ្នឹងហើយចឹងឥឡូវគឺយើងនឹងចូលទៅដល់សាច់រឿងទី2តែខ្ញុំខុសទេដែលធ្វើបែបនេះខ្ញុំជានិស្សិតប្រុសម្នាក់កំពុងសិក្សានៅបរទេសការចេញទៅរៀននៅស្រុកគេវាតែជួបនៅភាពឯកាគ្មានមិត្តភ័ក្តិឬទៅណាតែម្នាក់ឯងមួយឆមាសដំបូងគឺខ្ញុំគ្មានមិត្តភ័ក្តិទេតែនៅម្នាក់ឯងលុះដល់ឆមាសទី2ខ្ញុំក៏បានស្គាល់ជនជាតិខ្មែរយើង2នាក់ស្រីម្នាក់ប្រុសម្នាក់នៅពេលនោះពួកយើងទាំង3នាក់គឺតែទៅណាជាមួយគ្នារហូតហូបបាយជាមួយគ្នាធ្វើ assignment ជាមួយគ្នានិងដើរលេងជាមួយគ្នាប៉ុន្តែក្រោយមកមិត្តភ័ក្តិស្រីម្នាក់នោះគាត់មានបញ្ហាលុយដែលគាត់ចង់ខ្ចីខ្ញុំប្រហែល$20ខ្ញុំក៏មិនគិតច្រើនក៏ឲ្យគាត់ខ្ចីតែក្រោយមកគាត់ក៏ខ្ចីបន្ថែមរហូតដល់$100ជាងទាំងដែលលុយចាស់ខ្ចីពីមុនគឺមិនទាន់សងខ្ញុំជា people pleaser ខ្ញុំខ្លាចចិត្តគេខឹងពេលខ្ញុំទាក៏អត់ហាមាត់រហូតដល់6ខែទៅខ្ញុំក៏ត្រូវការលុយចាយដូចគ្នាក៏ខ្ញុំទៅទាលុយគាត់ក៏ថាគាត់អត់លុយទេហើយបាញ់ឲ្យខ្ញុំ$5ខ្ញុំក៏ថាពេលមានលុយបាញ់ឲ្យថែមទៀតផងលុះក្រោយមកខ្ញុំក៏អាអន់សពុនចិត្តក៏បាញ់លុយឲ្យខ្ញុំម្ដងបន្តិចទៅប៉ុន្តែមានពេលខ្លះគាត់សួរខ្ញុំវិញថាម៉ាក់ប៉ាអត់បាញ់លុយឲ្យចាយមែនសម្ដីនេះគឺធ្វើឲ្យខ្ញុំឈឺចិត្តខ្លាំងហ៊ីក្រៅពីរឿងលុយក៏ខ្ញុំបានជួយគាត់លើកិច្ចការសាលាទៀតផងទាំងដែលខ្ញុំរៀនមុខវិជ្ជាជំនាញខុសពីគាត់មានពេលខ្លះគឺខ្ញុំបបួលគាត់ដើរលេងហើយគាត់និយាយថាបើចង់ឲ្យគាត់ដើរលេងជាមួយធ្វើកិច្ចការឲ្យគាត់ទៅកិច្ចការសាលាខ្ញុំពិតជាធ្វើមែនប៉ុន្តែខ្ញុំធ្វើកំឡុងពេលដែលពួកយើងជិះឡានក្រុងទៅកន្លែងដើរលេងនោះខ្ញុំខំប្រឹងធ្វើកិច្ចការឲ្យចប់
ហើយនៅពេលនិយាយជាមួយគេបែរជានិយាយថាធ្វើរួចដាក់កាសស្ដាប់ចម្រៀងតែឯងទៅគេមានរឿងនិយាយជាមួយនឹងមិត្តភក្តិប្រុសមិត្តនោះម្នាក់ទៀតតែខ្ញុំគ្រាន់តែជាអ្នកកំដរគេមែនឬបកមករឿងលុយវិញពេលខ្លះគាត់ក៏សងពេលខ្លះគាត់ក៏និយាយថាអត់លុយព្រោះពេលគាត់មានលុយគាត់យកទៅទិញរបស់ brand អស់ហើយបន្តមកគាត់ដើរខ្ចីលុយគេអូខេមានអីមួយយ៉ាងដែររស់សួរប៉ុន្តែពេលវេលាអូសបន្លាយទៅក៏គាត់សងលុយអស់ទៅតែលើកចុងក្រោយដែលគាត់កាត់សងហ្នឹងខ្ញុំក៏ឆាតទៅទាលុយបង្ហើយគាត់មិនបានចូលមើលសារខ្ញុំទេគាត់បាញ់លុយឲ្យហ្មងក្រោយមកគាត់ក៏ឈប់ហៅខ្ញុំទៅដើរលេងជាមួយនឹងគាត់ទៀតនិយាយរួមគឺគេមិនដើរជាមួយយើងថែមទាំងចាក់រកមិត្តភក្តិប្រុសម្នាក់ទៀតមិនឲ្យនិយាយរកខ្ញុំទៀតខ្ញុំដឹងព្រោះខ្ញុំដើរជួបគាត់នៅក្រៅខ្ញុំហៅគាត់ក៏បែរជាអោនមុខហើយដើរចេញពីខ្ញុំវិញម្យ៉ាងទៀតគឺគេមានមិត្តភក្តិថ្មីហើយដើរលេងជាមួយនឹងគ្នាទៅខ្ញុំក៏មិនបានទៅប្រតិកម្មអ្វីដែរក៏ស្ងាត់ទៅតែមួយសប្តាហ៍មុនសុកគាត់ក៏ឆាតមកសួរខ្ញុំនៅណាទំនេរអត់ព្រោះគាត់អត់គ្នាខ្ញុំមិនបានតបសារទេគាត់ថែមទាំងទូរស័ព្ទមកខ្ញុំទៀតខ្ញុំក៏មិនលើកគាត់ក៏និយាយថាខ្ញុំកើតខុសអីមែនថ្ងៃហ្នឹងតែខ្ញុំក៏មិនបានតបសារទាំងអស់នៅចុងបញ្ចប់ខ្ញុំចង់សួរថាតើខ្ញុំខុសទេដែលបោះបង់គាត់ចោលបែបនេះទាំងដែលគាត់ធ្លាប់កេងប្រវ័ញ្ចផលប្រយោជន៍ពីខ្ញុំកន្លងមកតើខ្ញុំគួរតែ move on ពីរឿងនេះឬទេយ៉ាសុខចិត្តនៅតែឯងកុំឲ្យឈឺក្បាលមួយរឿងអស់ហ្នឹងខ្ញុំនិយាយមែនរឿងឡើងអត់ប្រយោជន៍ចង់ថាមិត្តភាពបែបហ្នឹងយើងអត់ដឹងថាទុកធ្វើអីចង់ថាតួយើងខំជំនះចង់រក្សាមិត្តភាពហ្នឹងក៏វាអត់មានបានចំណេញអីមកវិញដោយសារតែចរិតគាត់បែបហ្នឹងខ្ញុំយល់ថាយើងនៅស្រុកគេយើងមានអារម្មណ៍មួយយើងឯកាយើងនៅតែឯងយើងអត់មានគ្នាពឹងពាក់គ្នាទៅមកអញ្ចឹងណាចឹងវាពិបាកប៉ុន្តែបើពេលមានមិត្តភ័ក្តិបែបហ្នឹងសួរថាយើងដែលមានអារម្មណ៍មួយថាយើងអត់ឯកាអត់ហ្នឹងហើយទោះមានក៏នៅតែមានអារម្មណ៍មួយថាដូចនៅម្នាក់ឯងដដែលអញ្ចឹងណាចឹងវាពិបាកខ្លាំងមែនតើអញ្ចឹងmove on ដល់ដឹងថាទុកធ្វើអីទៀតណាមួយលុយក៏សងអស់ហើយអញ្ចឹងប៉ុន្តែបើសិនជាយើងមានអារម្មណ៍មួយថាបើយើងរក្សាមិត្តភាពហ្នឹងគឺវាគ្រាន់បើជាងខ្ញុំ suggest ថាឲ្យ keep distance មានន័យថាយើងរក្សាគម្លាតកុំឲ្យគាត់ខ្ចីលុយទៀតហើយយើងក៏បាច់រំពឹងអីពីមិត្តភាពនឹងដែរយើងគាត់និយាយហៅធម្មតាទៅហើយបើសិនជាគាត់ហៅដើរលេងអញ្ចឹងយើងចេះតែទៅធម្មតាអញ្ចឹងណា it's like acquaintance យើងស្គាល់គ្នាយើងដើរធម្មតាទៅយើងកុំលោកលំបោកបល់ដូចលើកមុនទៀតអញ្ចឹងណាអញ្ចឹងit's okay it's up to you ចង់រក្សាទៀតក៏រក្សាមិនរក្សាទៀតក៏នឹងឲ្យទៅតាមតាណាទៅគាត់ថាបើសិនជាចង់រក្សាមិត្តភាពហ្នឹងគឺយើងរក្សាគម្លាតហ្នឹងហើយអូខេឥឡូវគឺខ្ញុំនឹងអានរឿងទី3ឲ្យស្ដាប់សួស្ដីបងអូនខ្ញុំមានរឿងមួយលាក់ក្នុងចិត្តយូរណាស់មកហើយតាំងពីក្មេងរហូតដល់បច្ចុប្បន្ននេះបច្ចុប្បន្នគឺខ្ញុំមានអាយុ30ទៅហើយក៏ប៉ុន្តែខ្ញុំពុំទាន់បានភ្លេចនៅកំហុសមួយនេះឡើយស្ដាប់ទៅហាក់បីដូចជាប្លែកឬជារឿងមួយដែលហួសចិត្តតែនេះគឺជារឿងដែលកើតឡើងកាលពីខ្ញុំរៀននៅ primary school ប្រហែលជាថ្នាក់ទី5ឡើងទី6កាលនោះការសិក្សារបស់ខ្ញុំគឺធ្លាក់ចុះជាខ្លាំងអ្នកគ្រូបន្ទុកថ្នាក់គឺគាត់បានសម្រេចចិត្តឲ្យខ្ញុំបាតរៀនត្រួតថ្នាក់ម្ដងទៀតក៏ប៉ុន្តែខ្ញុំពិតជាទទួលយកការពិតមិនបានទេហើយការពិតគឺខ្ញុំពិបាកប្រឈមមុខជាមួយនឹងម្ដាយរបស់ខ្ញុំគាត់មិនបានប្រើអំពើហិង្សាអ្វីទេតែខ្ញុំខ្លាចគាត់ពិបាកចិត្តបន្ថែមព្រោះថាគាត់កំពុងមានបញ្ហាក្នុងគ្រួសារផងដែរពេលត្រឡប់មកផ្ទះវិញម៉ាក់សួរពីលទ្ធផលដំណាច់ឆ្នាំខ្ញុំក៏សម្រេចចិត្តថាកុហកពួកគាត់បាទម៉ាក់មិនអីនោះទេខ្ញុំបានឡើងថ្នាក់ធម្មតាកាលនោះគឺខ្ញុំភ័យណាស់ក្នុងចិត្តសម្រេចថារកលេសនិងឈប់រៀនត្រឹមនេះឆ្នាំសិក្សាថ្មីក៏បានចូលមកដល់ខ្ញុំក៏បានប្រាប់គាត់សុំឈប់រៀនត្រឹមប៉ុណ្ណេះចោះតែគាត់មិនព្រមប្រកែកចុះឡើងខ្ញុំក៏កេងគិតរកដំណោះស្រាយព្រឹកឡើងខ្ញុំទៅរៀននៅសាលាធម្មតាមិត្តភ័ក្តិខ្ញុំម្នាក់សួរថាហើយចុះមិនទៅទិញពាក្យចូលរៀនថ្នាក់ទី6ទេអីខ្ញុំក៏កៅគំនិតភ្លាមថាខ្ញុំនឹងទិញពាក្យចូលរៀនថ្នាក់ទី6សាកមើលដោយសារតែខ្ញុំដឹងថានឹងគ្មាននរណាសង្ស័យឡើយជាក់ស្ដែងដោយមិត្តភ័ក្តិរបស់ខ្ញុំម្នាក់នេះអញ្ចឹងការដាក់ពាក្យក៏បានសម្រេចហើយខ្ញុំក៏មានឈ្មោះរៀននៅថ្នាក់ទី6ពិតមែនតែដោយហេតុថាខ្លាចគ្រូចាស់គាត់ដឹងរាល់ពេលតម្រង់ជួរខ្ញុំក៏ទៅឈរនៅជួរថ្នាក់ទី5កន្លងទៅប្រហែលជាមួយខែក៏មានសិស្សម្នាក់ដែលគាត់ធ្លាប់រៀនជាមួយនឹងខ្ញុំនៅថ្នាក់
ទី5ក៏បាននិយាយជាមួយខ្ញុំថាហេតុអីបានមករៀននៅថ្នាក់ទី6ក្រៃហែងធ្លាក់អីខ្ញុំក៏ស្លន់នៅពេលនោះគេបានគម្រាមថានឹងប្រាប់គ្រូនាយកទៀតផងខ្ញុំគេងគិតមួយយប់ស្អែកឡើងក៏មានគំនិតអាក្រក់ទៅកុហកមិត្តរបស់ខ្ញុំម្នាក់ដែលគម្រាមខ្ញុំនោះថានាយកនឹងហើយដែលឲ្យខ្ញុំជាប់ដោយសារតែគាត់យកលុយសំណូករបស់ខ្ញុំបាទអូយបើហែងទៅប្រាប់នាយកគឺដូចហែងរករឿងដាក់ខ្លួនអញ្ចឹងអស់កន្លះឆ្នាំនាយកក៏បានហៅខ្ញុំទៅសួរថាហេតុអីបានខ្ញុំឡើងថ្នាក់ខ្ញុំក៏បានប្រាប់នាយកថាខ្ញុំដាក់ពាក្យនៅថ្នាក់ទី5ទេប៉ុន្តែមិនដឹងជាហេតុអីបានឈ្មោះខ្ញុំនៅថ្នាក់ទី6គាត់និយាយថាអូយបង gaslight សាហាវ gaslight គេគ្រប់គ្នា Oh my god គាត់និយាយថាអ្វីៗគឺវាហួសហើយព្រោះតន្ន័យគឺវាបានឡើងទៅដល់ដៃក្រសួងទៅហើយគាត់ក៏ឲ្យខ្ញុំបិទមាត់ហើយរៀនតាមនឹងចោះខ្ញុំមានអារម្មណ៍ថាខុសព្រោះថាវាគឺជាការបោកប្រាស់របស់ខ្ញុំមកដល់ពេលនេះគឺគ្មាននរណាដឹងរឿងពិតក្រៅពីខ្លួនខ្ញុំឡើយខ្ញុំមកនិយាយថ្ងៃនេះដើម្បីឲ្យអ្នកដែលដតីចូលរួមដឹងអំពីរឿងពិតនៃខ្ញុំមិនចង់ឲ្យរឿងនេះក្លាយទៅជារឿងអាថ៌កំបាំងរហូតទេខ្ញុំបើកចិត្តសម្រាប់អ្នករិះគន់និងការស្ដីបន្ទោសអ្នកទាំងអស់គ្នាក្នុង comment អូយបងផលគេគ្រប់គ្នាហ្មងផលម៉ាក់ផលមិត្តភ័ក្តិផលយក់ទៀតខ្ញុំដឹងថាយើងផលយើងអីចឹងគឺវាអត់ល្អប៉ុន្តែរឿងគឺវាកាក់ឡើងចង់20ឆ្នាំអីត្រូវបើរាប់ទៅហ្នឹងហើយចង់20ឆ្នាំអីវាពេលយើងមើលទៅវិញមើលទៅអតីតកាលវាចង់វាគួរឲ្យសើចវិញវាជារឿងដែលអស់សំណោចវិញវាមិនមែនរឿងដែលខុសវាខុសហើយប៉ុន្តែយើងធ្វើអីបានទៀតវា20ឆ្នាំ When you're looking back at it it's funny ចឹងហើយឲ្យយើងទៅធ្វើមិនបានទៀតវា20ឆ្នាំអីហ្នឹងហើយរឿងបងផលមួយប៉ុន្តែគ្រូក៏គាត់អត់ដឹងហ្នឹងហើយអញ្ចឹងយើងទៅបន្ទោសណាទៀតដូចយួរគាត់អត់ដឹងគាត់អត់មានតាមដានរឿងថាសិស្សណាធ្លាក់សិស្សណាជាប់អីអាហ្នឹងក៏កំហុសគាត់ដែរហ្នឹងហើយអរគុណច្រើនបងសម្រាប់សាច់រឿង submission ឥឡូវគឺយើងចូលរឿងមួយទៀត Am I cursed តើខ្ញុំត្រូវបណ្ដាសាមែនទេតាំងពីបែកពីសង្សារចាស់មកវាមានរយៈពេល10ឆ្នាំហើយដែលខ្ញុំនៅម្នាក់ឯងហេតុមានច្រើនតែបើសង្ខេបឲ្យខ្លីគឺខ្ញុំវក់រៀនហើយចុងក្រោយរៀនចប់ក៏វក់ធ្វើការហើយមិនទាន់បានកាត់ចិត្តពីសង្សារចាស់បានដាច់ស្រឡះកាលពី2ឆ្នាំមុនខ្ញុំបានជួបបុរសម្នាក់ពេលដើរលេងយើងនិយាយគ្នាត្រូវគ្នាណាស់មានគំនិតស្រដៀងគ្នាមួយចំនួនដែលធ្វើឲ្យយើងចូលចិត្តនិយាយគ្នាជាហូរហែអត្តចរិតក៏ចូលគ្នាចោះការនិយាយក៏ត្រូវគ្នាល្អដែលធ្វើឲ្យយើងនៅតែបន្តនិយាយគ្នាទោះជាដើរលេងចប់ក៏ដោយក្នុងរយៈពេល1សប្តាហ៍ដំបូងគ្រប់យ៉ាងហាក់ដូចជារលូនល្អណាស់យើងនិយាយគ្នាហូរហែអាប់ដេតឲ្យគ្នានឹងដូចជាសង្សារថ្មីថ្មោងរហូតដល់មួយអាទិត្យកន្លងផុតទៅគាត់ក៏លែងឆាតមកខ្ញុំទៀតខ្ញុំឆាតទៅក៏គាត់មិនតបលឿនដូចមុនដែរឃើញអាការៈបែបនេះខ្ញុំក៏ដកថយសិនគិតថាគាត់រវល់ហើយក៏គិតថាយូរនិយាយគ្នាម្ដងបែបចាស់ទុំតែពេលខ្ញុំឆាតទៅយូរម្ដងក៏ដោយក៏គាត់ហាក់តបបែបខ្លីៗរហូតដល់ចុងក្រោយគឺស៊ីនលែង reply តែម្ដងអញ្ចឹងរឿងហ្នឹងគឺចប់ត្រឹម one week talking stage that he ghosted me ឥឡូវគឺគាត់រៀបការហើយខ្ញុំក៏រីករាយជាមួយនឹងគាត់ដែរ Oh my god ខែមេសាសប្តាហ៍ទី1ឆ្នាំនេះគឺខ្ញុំបានទៅដើរលេងម្ដងទៀតហើយក៏បានជួបមនុស្សល្អម្នាក់គាត់គឺជា gentleman ហើយយើងក៏និយាយត្រូវគ្នានិងលេងជាមួយគ្នាស្និទ្ធស្នាលមែនតែនទោះទៅស្គាល់គ្នាតែមានអារម្មណ៍ប្លែកហាក់ដូចជាស្គាល់គ្នាយូរអញ្ចឹងខ្ញុំមិនគិតច្រើនទេគិតត្រឹមថាប្រហែលជាធម្មជាតិរបស់គាត់ដែលអាចលេងបានហើយចូលបានជាមួយនឹងគ្រប់ប្រភេទមនុស្សក្រោយចប់ដំណើរកំសាន្តគាត់ក៏ស្ងាត់ខ្ញុំក៏ស្ងាត់ប្រហែលថ្ងៃក្រោយខ្ញុំ add story មួយគាត់ក៏តបហើយយើងនិយាយគ្នាបន្តិចបែបអ្នកស្គាល់គ្នាតែសារចុងក្រោយគាត់សរសេរថា talk later ណាហើយធ្វើឲ្យខ្ញុំទទួលបានអារម្មណ៍ថាគាត់ចង់ស្គាល់ខ្ញុំថែមហើយយើងក៏និយាយគ្នាបន្តយូរម្ដងគាត់តែងតែអាប់ដេតឲ្យខ្ញុំដឹងពីគាត់តិចតួចដែលធ្វើឲ្យខ្ញុំទទួលបានអារម្មណ៍ថាសប្បាយចិត្តការនិយាយគ្នាទៅរលូនធម្មតាតែប្រហែលមួយអាទិត្យក្រោយគាត់ក៏លែងឆាតមកទៀតលើកនេះខុសពីលើកមុនខ្ញុំមិនបានឆាតទៅគាត់ដូចដែលខ្ញុំធ្វើដាក់អ្នកមុនទេពួកយើងក៏រក្សាភាពស្ងៀមស្ងាត់រៀងខ្លួនរហូតដល់បច្ចុប្បន្នតែខ្ញុំត្រូវបណ្ដាសាអ្នកណាឬ
ទៅនិយាយជាមួយមនុស្សដែលខ្លួនចូលចិត្តបានតែមួយសប្តាហ៍ដំបូងបែបនេះបដាសាបដាសាអនាគតប្តី Is it funny? Yes, it is. Thank you for taking your time to read my story, Na. Love you, Lee. Love you too. Oh my god. Yeah, thầu bật sai. It's a curse. It's a curse from your future husband for real. របៀបចាអានេះតាមខ្ញុំ observe ណាពេលយើងនៅក្មេងៗយើងចូលចិត្តឆាតគ្នា like តំណែងតំណងយើងអាច គេថា handle បាននៅពេលដែលឆាតគ្នាទោះនិយាយគ្នាឆាតក៏ដោយក៏អាចបង្កើតតំណែងតំណងបានរបៀប dating ហ្នឹងហើយសង្សារគ្នាអីចឹងទៅប៉ុន្តែដល់ពេលយើងធំទៅ it's very difficult រឿងឆាតរឿងអីហ្នឹងយើងវាអត់ដូចphysical contact ឯងរបៀបថាបើយើងស្គាល់គ្នានៅក្រៅយើងតាក់ទងគ្នាយើងឃើញមុខគ្នារាល់ថ្ងៃយើងនិយាយគ្នាហ្នឹងហើយit could turn into something like an actual relationship ប៉ុន្តែបើយើងលែងជួបមុខគ្នាហើយយើងដើរទៅផ្លូវរៀងខ្លួនហើយយើងមកឆាតគ្នាវិញអញ្ចឹងវាពិបាកមែនតើពេលយើងធំទៅតំណែងតំណងវាអត់ដូចពេលយើងនៅក្មេងយើង glamorize ឬក៏ romanticize រឿងឆាតគ្នានឹងទេដល់ពេលយើងមាន physical contact បានយើងអាច develop ទៅអីមួយទៀតបានអញ្ចឹងណាអញ្ចឹងវារៀងពិបាកដែរYeah ហ្នឹងហើយអញ្ចឹងខ្ញុំក៏ជូនពរឲ្យជួបគ្នាមួយអ្នកអនាគត your future partner ហ្នឹងណានៅកន្លែងធ្វើការនៅអីចឹងទៅយើងបាននិយាយគ្នាបានអីចឹងទៅក៏អាច develop into something so I wish you all the best ឥឡូវគឺខ្ញុំនឹងនិយាយរឿងមួយទៀតរឿងនេះគឺរឿងចុងក្រោយឯងខ្ញុំសុំនិយាយចុងក្រោយឯងរឿងខ្លីហ្នឹងហើយសួស្តីបងខ្ញុំទៅតែធ្វើការកន្លែងថ្មីហើយអ្នកធ្វើការជាមួយគ្នាប្រុសអាយុច្រើនជាងខ្ញុំតែចូលចិត្តយកដៃមកប៉ះក្បាលប៉ះទៅជាប៉ះក្បាលចង្កេះចាក់ចង្កេះខ្ញុំអត់យល់ហេតុអីគាត់ធ្វើអញ្ចឹង sexual harassment girl នេះគឺបៀតបៀនផ្លូវភេទ what the តើវាជាការលេងសើចឬយ៉ាងណាបង No But I feel uncomfortable. Yeah, you are. Every girl hates it. ថៃបានមកដើរប៉ះខ្លួនគេប៉ះអីចឹង Are you crazy? Are you a pervert? ខ្ញុំបានត្រឹមតែរុញដៃគាត់ចេញ good ហើយខ្ញុំថាកុំធ្វើអញ្ចឹងតែគេនៅតែធ្វើបែបហ្នឹងកាច់ដៃប្របាក់ខ្ញុំអត់បានប្រាប់លក្ខណៈដាច់ខាតអីទេតែទង្វើខ្ញុំបង្ហាញចេញទៅប្រាប់ថាខ្ញុំអត់ចូលចិត្តខ្ញុំមិនដឹងនិយាយពីណាទៅណានេះខ្ញុំស្អប់ហ្មងអារឿងប៉ះយកដៃដល់ក្រលួងរបស់យើងនោះដើរប៉ះគេប៉ះឯងនោះវាថៃ keep your hands to yourself ហើយដល់ពេលប៉ះគេបង្ហាញអាចរិតថាគេអត់ពេញចិត្តហើយអត់ទទួលយកទៀតវាទៅខ្មើថាគេហ្នឹងបើកដៃបើកអីវិញចូលចិត្តថាញ៉ោះគេញ៉ោះអីវិញចឹងណា Are you crazyខ្ញុំអត់ចង់ឲ្យមានរឿងឆ្លោះគ្នាគេថាយើងប្រកាន់ច្រើនអញ្ចឹងបងគ្រាន់តែកេះគ្រាន់តែចាក់លេងខ្ញុំចង់និយាយមកថាចាក់លេងសោះថាខ្លួនឯងហ្នឹងឥឡូវសួរខ្លួនឯងវិញថាខ្លួនឯងហ្នឹងចាក់គេលេងមែនក៏ចង់ប៉ះពាល់រាងកាយគេហើយយកលេសថាចាក់លេងណាគុំចេញអាចរករោគចិត្តហ្នឹងមកខ្ញុំនិយាយមែនរោគចិត្តហ្មងតើការដែលធ្វើបែបនេះតើយ៉ាងម៉េចដែរបងខ្ញុំមានអារម្មណ៍ថាគាត់អត់ respect ស្ត្រីសោះហើយខ្ញុំគួរធ្វើបែបណាបងគួរប្រាប់ទៅអ្នកណាទៅមានរឿងអញ្ចឹងវាពិបាកទៀតណាដោយសារអីនៅកន្លែងធ្វើការអញ្ចឹងនៅពេលដែលយើងប្រតិកម្មមួយខុសអាចនឹងដាក់ហានិភ័យលើកន្លែងធ្វើការរបស់យើងបានរបៀបថាអាចនឹងបាត់បង់ការងារអីចឹងទៅមេស្ដីឲ្យមេអីចឹងណាតែវាពិបាកខ្លាំងពេលយើងជួបអារឿងអស់ហ្នឹងមែននិយាយមែនវេទនាខ្លាំងមែនតែធ្វើមនុស្សស្រីធម្មនិស្ស័យមិនវេទនាទេវេទនារឿងរស់ជាមួយមនុស្សប្រុសដែលមានចរិតបែបហ្នឹងបើយើងទៅប្រាប់មេយើងទៅ complain ប្រាប់មេថាពួកនឹងប៉ះពាល់រាងកាយខ្ញុំខុសផ្ដេសផ្ដាសអីចឹងណាទាំងមេមិនថាស្រីប្រុសក៏ដោយគឺពួកគាត់នឹង brush it off ទៀតរបៀបថាគាត់មើលស្រាស្ថានភាពហ្នឹងថាគាត់រឿងប៉ុណ្ណឹងសោះគាត់មករឿងគាត់ដែរអីចឹងណាសម្រាប់ខ្ញុំក៏អត់ហ៊ានប្រាប់មតិឲ្យធ្វើអីដែរហ្នឹងហើយគឺមានតែប្រាប់មេប្រាប់ខាង HR ប្រាប់មេចឹងទៅថាគាត់មានដំណោះស្រាយអីដើម្បីដោះស្រាយទៅលើរឿងហ្នឹងហើយបើសិនជាបើសិនជាបបា like uncomfortable មែនតើខ្ញុំរកកន្លែងការងារផ្សេងអញ្ចឹងខ្ញុំនិយាយមែនខ្ញុំបបាចិត្តខ្លាំងណាស់ពេលខ្ញុំឃើញមានមនុស្សស្រីដែលគាត់ឆ្លងកាត់រឿងអស់ហ្នឹងឲ្យតែពាក់ព័ន្ធមួយរឿងបៀតបៀនផ្លូវភេទរឿងបៀតបៀនរាងកាយរឿងអីហ្នឹងខ្ញុំស្អប់ហ្មងខ្ញុំអត់ចង់ឲ្យមនុស្សស្រីគាត់ទៅធ្វើការគឺគាត់ត្រូវឆ្លងកាត់អារម្មណ៍អស់ហ្នឹងទេអារម្មណ៍មួយដែលអត់សុវត្ថិភាពអារម្មណ៍មួយដែលមានថាគេមកប៉ះពាល់រាងកាយយើង
សួរថាណាទៅធ្វើបានទៅធ្វើការគាត់តែធ្វើការសងចង់រលុយសោះក៏ត្រូវដោះស្រាយមួយរឿងអស់ហ្នឹងខ្ញុំអត់ចង់ឲ្យខ្ញុំអត់ចង់ឲ្យមានបរិយាកាសកន្លែងធ្វើការបែបហ្នឹងសោះអញ្ចឹងទោះគាត់និយាយបោះពាក្យដាក់យើងគាត់កេះលេងសោះមិនបានគាត់ចាក់លេងសោះមិនបានអត់បានហ្នឹងហើយមិនគេខំផ្ទះចេញហ្នឹងហើយហើយអង្កាលយល់ទៀតសួរចេះអង្កាលយល់ទៀតថាគេអត់ពេញឈប់លេងអញ្ចឹងមួយខ្ញុំគួរនិយាយរឿងនេះចុងក្រោយសោះឥឡូវខឹងមែនតើឡើងបែកញើសបើសិនជាមានគ្នាយើងគាត់យល់ឃើញយ៉ាងណាទៅលើរឿងនេះគឺអាច comment នៅក្នុង comment section បានហ្នឹងហើយគាត់សួរហៅមតិតែខ្ញុំក៏អត់សូវមានមតិអីច្រើនដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងបើសិនជាអ្នកដែលគាត់ធ្លាប់ជួបរឿងហ្នឹងហើយដោះស្រាយបញ្ហាបែបណាគឺអាចជួយ comment នៅក្នុង comment section បានហ្នឹងហើយអូខេអញ្ចឹងសម្រាប់វីដេអូរបស់យើងគឺចប់តែប៉ុណ្ណេះខ្ញុំអរគុណច្រើនមែនតើអ្នកនរគ្នាបានស្ដាប់ដល់ចប់អូខេអញ្ចឹងបើសិនជាមានរឿងប្លែកៗដែលចង់ចែកម្លែកមកខ្ញុំគឺបើសិនជាប្លែកគឺអាចនឹងមានឱកាសច្រើនខ្ញុំនឹងរើសយកមកអានចឹងបើចង់ចែករំលែកគឺអាចចុច link នៅក្នុង description box របស់ខ្ញុំបានហ្នឹងហើយអាចសរសេរសាច់រឿងរបស់អ្នកនរគ្នានៅក្នុងនោះបានអូខេបាយបាយ